សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះជាវីដេអូមួយទៀតហើយដែលអាចនិយាយថាជាភាគ2ដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីការសរសេរប្រំក្នុងការធ្វើ poster ឬក៏អាចជា thumbnail របស់រឿងខ្មោចអាចថាយើងនិទានរឿងខ្មោចអីចឹងទៅតែជាងនេះខ្ញុំចង់បង្ហាញអ្នកគ្នាអំពីរបៀបដែលសិនជាក្នុងករណីដែលអ្នកទាំងអស់គ្នាអត់មានគំនិតយោបល់ឬក៏អ្នកទាំងអស់គ្នាឃើញជាYouTube thumbnail របស់អ្នកផ្សេងគាត់ធ្វើមកស្អាតទៅយើងអាច copy មកបានអញ្ចឹងយើងអាចថាច្នៃពីអ្វីដែលគេមានយើងមិន copy ពីគេ 100% ទេអញ្ចឹងយើងអាចច្នៃខ្លះអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំយកពី prompt ក្នុងការបង្កើតអញ្ចឹងខ្ញុំអាចថាយកគំរូពី channel របស់ Dr. សាំកណានេះមួយហើយមួយទៀតពី channel ឈ្មោះបន្លាតនេះអញ្ចឹងគាត់មាន style ធ្វើនៅផ្សេងគ្នាអញ្ចឹងខ្ញុំមានរបៀប say prompt មួយពីរជាស្រ័យពីរដែលស្តៀងនឹងអាចថាការ say ធ្វើនៅស្តៀងជាងអញ្ចឹងហើយនឹងទី2អានេះអញ្ចឹងយើងចូលទៅការ say prompt ទាំងអស់គ្នាអញ្ចឹងយើងចូល chat GPT ទៅដើម្បីអ្នកទាំងអស់គ្នាអាច copy prompt បានអ្នកគ្នាចូលទៅក្នុងTelegram channel របស់ខ្ញុំទៅហើយអ្នកទាំងអស់គ្នាចូលទៅដល់កន្លែងនេះឧទាហរណ៍យើងចង់ធ្វើ channel បែបមាន2ក៏ប៉ុន្តែអញ្ចឹងខ្ញុំយកឧទាហរណ៍ទី1អញ្ចឹងយើងគ្រាន់ចុច copy prompt នឹងមកហើយចូល chat GPT មកអញ្ចឹងយើង pass អាហ្នឹងចូលមកអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាធ្វើមាន2រឿងទី1អ្នកនឹងអាចកែចំណងជើងនៅក្នុងហ្នឹងហើយទី2អ្នកទាំងអស់គ្នាអាច upload រូបបានថារូបតួអង្គនៅក្នុងហ្នឹងដើម្បីឲ្យវា generate មកវាចេញដូចរូបដែលយើងចង់បានថតឥឡូវហ្នឹងខ្ញុំមានរូបខ្ញុំជាក់ស្ដែងដែរអញ្ចឹងយើងចូល create image មកហើយយើង upload ទៅរករូបដែលយើងចង់ឲ្យវា generate មកចេញមុខយើងមកអូខេអញ្ចឹងចូលទៅ stop អញ្ចឹងយករូបពីនេះអូខេហើយបន្តទៀតយើងចុច generate ចោលទៅចាហ្នឹងជាឧទាហរណ៍ទី1ដែលយើងអាចថាយកគំរូ thumbnail ពី channel នេះយកមកឆ្នៃអញ្ចឹងណាអញ្ចឹងយើងចុចgenerate ទៅយើងចាំ template អញ្ចឹងដើម្បីកំពុងចាំយូរខ្ញុំទៅ copy prompt មួយទៀតទៅអញ្ចឹងនេះ prompt ទី2យើងចុច copy ទៅហើយយើងចូលទៅ chat GPT កាត់ chat GPT ថ្មីយើងផាស prompt ហ្នឹងមកអញ្ចឹងដូចគ្នាអ្នកទាំងអស់គ្នាអាចយករូបដែលអ្នកទាំងអស់គ្នាមានក៏បានឬឲ្យវាឲ្យ AI ជួយ generate ក៏បានដែរអញ្ចឹងយើងទៅសរសេរចំណងជើងអញ្ចឹងចំណងជើងវាយើងដាក់បន្ទប់ឡងជាប់គ្នាក៏ប៉ុន្តែខ្ញុំយកចំណងជើងស្តៀងអ្វីដែល page នេះគាត់បានសរសេរអញ្ចឹងមានបន្ទប់ឡងជាប់គ្នាអញ្ចឹងខ្ញុំ copy ចំណងជើងរឿងនេះដូចគ្នាមកទៅខ្ញុំយកកន្លែងនេះយក create image មកខ្ញុំចាំតិចសិនអញ្ចឹងទាំងអស់មានពី prompt ដែលយើងអាចពង generate ចាំតិចអូខេនេះជាការ generate រូបទី1អញ្ចឹងអ្នកនរគ្នាបានឃើញមានរូបមនុស្ស2នាក់ប៉ុន្តែនេះប្រហែលជា VR ឬអញ្ចឹងធម្មតារូបដែលខ្ញុំ generate ខ្ញុំដាក់រូបប្រុសមួយស្រីមួយអញ្ចឹងអ្នកគ្នាអាច generate ដងទៀតទៅបើសិនជាវាចេញមក error អញ្ចឹងណាអញ្ចឹងក្នុងហ្នឹងវាមានទៅសេជា main title ដាក់ខ្មោចខ្មែរអញ្ចឹងមកហើយចំណងជើង subtitle ផ្ទះដាច់ស្រយាលអញ្ចឹងមកហ្នឹងជា prompt ទី1ដែលខ្ញុំបាន test អញ្ចឹងយើងចាំ prompt ទី2ចឹង prompt បែបនេះអូខេនេះជា prompt ទី2អញ្ចឹងនេះបន្ទប់ឡងជាប់គ្នាពេលក៏ប៉ុន្តែ ChatGPT វាអត់ស្គាល់អក្សរខ្មែរអញ្ចឹងអ្នកនរគ្នាអាចតេស្តម្ដងពីរដងអញ្ចឹងណាបើសិនវាអត់ចេញអក្សរខ្មែរទៅទេ
ទាំងអស់គ្នា generate ម្ដងទៀតឬក៏អ្នកគ្នាអាចកាត់តថែមនៅក្នុង Photoshop ក៏បានដែរអញ្ចឹងដើម្បីបានរូប generate ដែលខ្ញុំបានធ្វើហ្នឹងវាក៏យើងតេស្តម្ដងជា2ដងអញ្ចឹងនេះជារូបដែលខ្ញុំ generate មកអូខេអញ្ចឹងមើលទៅវាមានភាពស្អាតម្យ៉ាងដែរអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងnên សិនអ្នកទាំងអស់គ្នាមានសំណួរអីអាចសួរខ្ញុំបាននៅក្នុង Telegram ក៏បាននៅក្នុង YouTube Channel ហ្នឹងក៏បានបាទអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នា